ព័ត៌មានទី1នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន The Sacramento Bee ដែលប្រចាំនៅរដ្ឋធានីនៃរដ្ឋ California នឹងតែម្ដងដោយសារតែមានបាតកម្មរបស់ខ្មែរអាមេរិកាំងបានចូលរួមធ្វើយ៉ាងសន្ធឹកសន្ធាប់នៅរដ្ឋធានីរបស់រដ្ឋ California នៅថ្ងៃអាទិត្យនេះបាទបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Sacramento Bee បាននិយាយថាគឺមានលឺសូរសំឡេងស្រែករកសន្តិភាពបានលឺយ៉ាងរន្ទរបាទនៅជុំវិញវិមានកាពីតូលវិមានសភារបស់រដ្ឋ California នៅថ្ងៃអាទិត្យនេះដោយក្នុងពេលដែលមានមនុស្សអ្នកចូលរួមជាច្រើនរយនាក់បានជួបជុំគ្នាដើម្បីធ្វើការទាមទារឲ្យមានសន្តិភាពសម្រាប់ប្រទេសកម្ពុជាក្នុងពេលដែលមានភាពតានតឹងជាមួយនឹងប្រទេសជិតខាងរបស់ខ្លួនគឺប្រទេសថៃប្រទេសទាំងពីរនេះគឺកម្ពុជានិងថៃបានប៉ះទង្គិចគ្នាដោយសារតែមានទំនាស់បញ្ហាព្រំដែនដែលបានបណ្ដាលឲ្យមនុស្សរាប់សិបនាក់ក្នុងនោះមានទាំងយោធានិងស៊ីវិលផងបានស្លាប់បាត់បង់ជីវិតនិងបានបង្ខំឲ្យមនុស្សរាប់សែននាក់ជាជនស៊ីវិលភៀសខ្លួនចេញពីលំនៅឋាននៅក្នុងប្រទេសទាំងពីរអ្នកដែលរៀបចំម្នាក់គឺអ្នកស្រីសវណ្ណាកើតគាត់ឈ្មោះសវណ្ណាកើតដែលជានាយកប្រតិបត្តិនៃអង្គការមួយគេហៅថា Asian Pacific Self Development and Residential Association ដែលឈ្មោះអក្សរកាត់ហៅថាអប្សរាគឺសមាគមអប្សរានៅក្នុងទីក្រុង Stockton បាននិយាយប្រាប់សារព័ត៌មានថាអ្នកស្រីបានអញ្ជើញចូលរួមនៅក្នុងការតវ៉ានេះដោយសារតែអ្នកស្រីចង់ឲ្យពិភពលោកដឹងថាគឺប្រជាពលរដ្ឋកម្ពុជាចង់បានសន្តិភាពសម្រាប់មនុស្សជំនាន់ក្រោយរបស់ខ្លួនហើយតាមសេចក្តីរាយការណ៍គឺទីក្រុង Stockton គឺជាទីក្រុងដែលធំលំដាប់ទី5ដែលមានពលរដ្ឋខ្មែររស់នៅច្រើនជាពិសេសអ្នកដែលមានប្រវត្តិជាជនភៀសខ្លួននៅក្នុងសហរដ្ឋអាមេរិកនេះអ្នកស្រីកើតសវណ្ណាបាននិយាយបន្ថែមទៀតថាគឺប្រទេសថៃហើយនិងប្រទេសកម្ពុជាគឺបានមានទំនាក់ទំនងទៅលើគ្នាទៅវិញទៅមកហើយជាពិសេសគឺមានចំណងតាក់ទងខាងផ្នែកសេដ្ឋកិច្ចអញ្ចឹងហើយអ្នកស្រីមិនចង់ឲ្យមានសង្គ្រាមទេទោះបីជាសង្គ្រាមរូបភាពយ៉ាងណាក៏ដោយអ្នកស្រីមិនចង់ឃើញទេអ្នកស្រីមិនចង់ឃើញការប្រយុទ្ធគ្នាទេពីព្រោះអីបើកាលណាមានសង្គ្រាមមានការប្រយុទ្ធគ្នាអ្នកស្រីយល់ថាគ្មានភាគីណាមួយអាចចំណេញនោះឡើយនេះបើតាមការបញ្ជាក់របស់អ្នកស្រីកើតសវណ្ណាដែលមានអាយុ71ឆ្នាំបាទគាត់មិនមែនក្មេងទេណា71ឆ្នាំហើយនៅតែចេញមកតវ៉ាដើម្បីប្រទេសកំណើតអ្នកស្រីបានបន្ថែមថាយើងចង់បានសន្តិភាពនិងជាមិត្តភក្តិនឹងគ្នាដើម្បីឲ្យយើងអាចរស់នៅដោយសន្តិវិធីសន្តិភាពជាមួយនឹងអ្នកជិតខាងរបស់យើងដូចពីមុនអញ្ចឹងបើទោះបីជាមានបទជួបបាញ់គ្នាដែលបានសម្របសម្រួលដោយម៉ាឡេស៊ីហើយនឹងលើកទឹកចិត្តដោយលោកប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កាលពីឆ្នាំមុនក៏ដោយក៏ការប្រយុទ្ធគ្នាបានចាប់ផ្ដើមឡើងវិញកាលពីខែធ្នូដែលនាំឲ្យមានការចុះហត្ថលេខាលើបទជួបបាញ់គ្នាជាថ្មីមួយទៀតនៅថ្ងៃទី27ខែធ្នូចំនួននេះគឺកើតមានឡើងចាប់ផ្ដើមតាំងពីមានតាក់ទងជាមួយនឹងផែនទីឆ្នាំ1907ដែលបានបង្កើតឡើងនៅពេលដែលប្រទេសកម្ពុជាស្ថិតនៅក្រោមអាណានិគមបារាំងហើយប្រទេសថៃបានទាមទារថាផែនទីនោះមិនសុក្រិតនោះទេក្នុងខណៈពេលដែលគឺមានទឹកដីជាច្រើនដែលបាននៅក្នុងតំបន់ចំនួននោះទៅបានប្រគល់ទៅឲ្យប្រទេសកម្ពុជាដែលក្នុងនោះរួមមានប្រាសាទព្រះវិហារដែលមានចំណាស់1000ឆ្នាំផងដែរតាមរយៈសាលក្រមរបស់តុលាការ ICJ នៅឆ្នាំ1962ហើយក៏ដូចជាមានការសម្រេចដែលបញ្ជាក់អំពីអធិបតេយ្យភាពរបស់កម្ពុជានៅឆ្នាំ2013កាលពីឆ្នាំមុនគឺក៏ជាការមួយដែលកំណត់នៅក្នុងរយៈពេល50ឆ្នាំចាប់តាំងតែមានរបបប្រល័យពូជសាសន៍បានកើតមានឡើងនៅក្នុងប្រទេសកម្ពុជាដែលបានសម្លាប់មនុស្សអស់ប្រមាណជា1.5 លាននាក់ហើយទៅ2 លាននាក់គឺដោយសារតែរបបខ្មែរក្រហមនៅពេលនេះមានបាតកោម្នាក់គឺលោក Danny Kim បាទ Danny Kim ដែលបានចូលរួមនៅក្នុងបាតកម្មនោះផងដែរបាននិយាយថាលោកគឺជាអ្នកដែលរស់រានមានជីវិតម្នាក់នៃរបបខ្មែរក្រហម
លោកបានប្រាប់សារព័ត៌មានថាលោកបានរស់នៅឆ្លងកាត់របបខ្មែរក្រហមនៅក្នុងជំរំខ្មែរក្រហមអស់រយៈពេល3ឆ្នាំ8ខែនិង20ថ្ងៃហើយលោកបានគេចភៀសខ្លួនចេញលោកគឹមដែលពេលនេះមានអាយុ51ឆ្នាំបាននិយាយដូចនេះគឺលោកបានអញ្ជើញមកសហរដ្ឋអាមេរិកក្នុងនាមជាជនភៀសខ្លួននៅពេលដែលលោកមានអាយុ12ឆ្នាំហើយបាននិយាយថាការប្រយុទ្ធគ្នានាពេលបច្ចុប្បន្ននេះបាននាំឲ្យនឹកឃើញឡើងវិញនៅអនុស្សាវរីយ៍ដ៏ជូរចត់ដែលបានកើតមានឡើងដោយឡែកអ្នកស្រី Polymia ដែលជាអ្នកគ្រូម្នាក់នៅក្នុងទីក្រុង Modesto ក៏បានចូលរួមបាតកម្មដែរនោះក៏បានរស់ឆ្លងកាត់របបខ្មែរក្រហមផងដែរអ្នកស្រីបានបញ្ជាក់ថាអ្នកស្រីគឺជាអ្នករស់រានមានជីវិតនៃដែលសល់ពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមបាទអ្នកស្រី Polymia ដែលឆ្នាំនេះអាយុ56ឆ្នាំបាននិយាយថាឆ្នាំ2025គឺខ្ញុំមិនអាចស្ទើរតែមិនជឿថាមានរឿងនេះកើតឡើងម្ដងទៀតនៅក្នុងប្រទេសរបស់ខ្ញុំនោះទេអ្នកស្រីមាសក៏បាននិយាយថាអ្នកស្រីក៏បានចូលរួមនៅក្នុងការតវ៉ានេះដោយសារតែអ្នកស្រីមានអារម្មណ៍ថាគឺត្រូវតែឲ្យមានការយល់ដឹងបន្ថែមទៀតនៅជុំវិញពិភពលោកអំពីបញ្ហាចំនួននេះបាទគឺលោកស្រីអ្នកស្រីបានបញ្ជាក់ថានៅពេលណាដែលខ្ញុំទៅហាងទិញទំនិញគ្រឿងឧបភោគបរិភោគនោះឬក៏ទៅជួបពេទ្យជាដើមគឺមនុស្សខ្លះគេមិនដឹងថាមានរឿងអ្វីដែលកំពុងកើតមានឡើងនៅក្នុងប្រទេសរបស់ខ្ញុំនោះទេខ្ញុំមិនមានអារម្មណ៍ថាពិភពលោកនេះបានដឹងច្រើនអំពីសង្គ្រាមរវាងប្រទេសកម្ពុជានិងប្រទេសថៃនោះឡើយដោយឡែកលោកគឹមវិញបានដែលជាបាទលោកគឹមដែលជាសមាជិកនៃបាទគណៈសមាគមខាងព្រះពុទ្ធសាសនាមួយនៅក្នុងទីក្រុង Fresno ក៏បានចូលរួមបាតកម្មនេះជាមួយនឹងសមាជិកដទៃទៀតហើយក៏បានអំពាវនាវឲ្យខាងរដ្ឋ California ក៏ដូចជាអ្នកតាក់តែងច្បាប់នៅសហរដ្ឋអាមេរិកទាំងមូលធ្វើយ៉ាងណាចរចាសន្តិភាពឲ្យបានរវាងប្រទេសទាំងពីរលោកបានបន្ថែមថាយើងមានការព្រួយបារម្ភចំពោះភាគីទាំងសងខាងគឺជនស៊ីវិលរបស់ថៃនិងជនស៊ីវិលរបស់កម្ពុជានេះបើតាមការបញ្ជាក់របស់លោកគឹមគឺយើងមិនមែនស្នើសុំឲ្យថៃបោះបង់ចោលទឹកដីណាមួយទេគឺយើងចង់តែបានទឹកដីរបស់យើងមកវិញតែប៉ុណ្ណោះបាទនេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន The Sacramento Bee ដែលបានរាយការណ៍យ៉ាងវែងអំពីការជួបជុំតវ៉ារបស់ពលរដ្ឋខ្មែរអាមេរិកាំងនៅខាងវិមានសភាក្នុងរដ្ឋ California នៅថ្ងៃអាទិត្យនេះអញ្ចឹងប្រិមិត្តដែលស្ដាប់នេះតើមានប្រមាណអ្នកបាទមានប្រមាណអ្នកដែរបាទទៅចូលរួមបាតកម្មបាទសូមចែករំលែកបទពិសោធន៍ផងតើយល់យ៉ាងម៉េចដែរតើសេចក្តីរាយការណ៍នេះមានភាពសុក្រិតឬទេហើយតើប្រិមិត្តបានមានអារម្មណ៍យ៉ាងម៉េចដែរនៅពេលដែលបានចូលរួមនៅក្នុងការទាមទារតវ៉ាឲ្យមានសន្តិភាពហើយនឹងភាពយុត្តិធម៌សម្រាប់ប្រទេសកម្ពុជានោះបាទ